លោកស្រីទូរទស្សនិកជនជាទីគោរពនៅក្នុងនីតិកសិកម្មរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាកម្មវិធីរបស់យើងបានលើកយកនៅបទយកការក្រោមចំណងជើងថាបទពិសោធន៍ចិញ្ចឹមមាន់របស់កសិករយ៉ានសារ៉នមកផ្សាយជូនលោកអ្នកនាងទស្សនាស្វែងយល់ដូចតទៅបច្ចុប្បន្ននេះតម្រូវការចំណីអាហារមានការកើនឡើងជាបន្តបន្ទាប់ស្របទៅនឹងកំណើនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាយើងមាន់បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់ផ្គត់ផ្គង់ចំណីអាហារគោលបំណងសំខាន់នៃឯកសារវីដេអូនេះបានផ្ដោតសំខាន់ទៅលើពូជមាន់ក្នុងស្រុកនិងពូជមាន់កូនកាត់ក្នុងស្រុកមានមាឌធំល្អមានការលូតលាស់លឿននិងបន្សាំយ៉ាងល្អទៅនឹងអាកាសធាតុម្យ៉ាងទៀតការចិញ្ចឹមមាន់ផ្ដោតសំខាន់សម្រាប់ផ្គត់ផ្គង់ទីផ្សារឯកសារវីដេអូនេះនឹងណែនាំបង្ហាញពីរបៀបចិញ្ចឹមមាន់តាមបច្ចេកទេសសមស្របនឹងបទពិសោធន៍អនុវត្តទទួលបានជោគជ័យនៅក្រៅនិងក្នុងតំបន់ដែលតែងតែជួបប្រទះនៅបញ្ហាច្រើនឈឺនិងងាប់ដោយសារជំងឺជាដើមលាក់មាន់ពូជក្នុងស្រុកត្រូវបានគេទទួលស្គាល់ថាជាប្រភពប្រាក់ចំណូលដ៏សំខាន់មួយជាពិសេសចំពោះកសិករនៅតាមជនបទហើយវាជាប្រភពតម្រូវការទីផ្សារខ្ពស់និងមានតម្លៃបើប្រៀបធៀបទៅនឹងពូជមាន់នាំចូលដើម្បីទទួលបានទិន្នផលខ្ពស់និងប្រាក់ចំណូលកាន់តែប្រសើរឡើងកសិករចាំបាច់ត្រូវតែទទួលយកនូវបច្ចេកទេសនិងព័ត៌មានស្តីពីវិធីសាស្ត្រនិងបច្ចេកទេសចិញ្ចឹមសមស្របដើម្បីកាត់បន្ថយអត្រាមាន់ងាប់និងជួយឲ្យការចិញ្ចឹមមាន់មានលក្ខណៈល្អប្រសើរឡើងវិញបាទខ្ញុំបានជាកសិករនៅភូមិថ្នោតញីឃុំខ្ពប់ស្រុកស្អាងខេត្តកណ្ដាលចំពោះការចិញ្ចឹមមាន់ខ្មែររបស់ខ្ញុំកត្តាដែលធ្វើឲ្យការចិញ្ចឹមរបស់ខ្ញុំទទួលបានជោគជ័យគឺមាន5ទី1ពូជទី2ទ្រុងទី3ចំណីអាហារទី4វិធានការពារទី5គឺការអនាម័យបាទសម្រាប់ពូជមាន់ក្នុងស្រុកនេះខ្ញុំជ្រើសរើសពូជមាន់ខ្មែរជាទូទៅខ្ញុំដើររកពូជណាដែលគេមានប្រវត្តិច្បាស់លាស់មិនធ្លាប់ទទួលជំងឺនិងមានការវាក់សាំងច្បាស់លាស់ហើយមាន់ដែលខ្ញុំជ្រើសរើសទុកធ្វើមេនិងបាគឺខ្ញុំរើសមាន់ដែលវាមានទម្ងន់ធ្ងន់រោមក្រាស់ជើងវាមានពណ៌ល្មៀតមានប្រវត្តិច្បាស់លាស់និងមិនធ្លាប់ទទួលជំងឺឆ្លងពីមុនមកកសិករគួរគិតដល់ការសាកសង់ទ្រុងការជ្រើសរើសពូជចំណីអាហារនិងការការពារតាមបែបជីវសុវត្ថិភាពនិងចាក់វ៉ាក់សាំងការពារជាដើមទ្រុងសម្រាប់ចិញ្ចឹមមាន់តើត្រូវធ្វើទ្រុងមាន់យ៉ាងដូចម្តេចដើម្បីឲ្យការចិញ្ចឹមទទួលបានលទ្ធផលល្អទ្រុងមានសារៈសំខាន់ណាស់សម្រាប់ការពារមាន់ធំនិងកូនមាន់ពីការយាយីបំផ្លាញផ្សេងៗនិងអាចទប់ទល់អាកាសធាតុប្រែប្រួលជាពិសេសកូនមាន់តូចទ្រុងមាន់ដែលល្អត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោមទីធ្លាទូលាយមានខ្យល់អាកាសស្រឡះល្អនិងស្ងួតងាយស្រួលក្នុងការបោសសម្អាតមានទ្រនំសម្រាប់មាន់ដេកមានសម្បុកគ្រប់គ្រាន់សម្រាប់មេមាន់ពងនិងក្រាបពងការពារពីការយាយីបំផ្លាញផ្សេងៗបាទចំពោះការសាងសង់ទ្រុងរបស់ខ្ញុំចិញ្ចឹមធ្វើទ្រុងដែលមានពន្លឺចេញចូលគ្រប់គ្រាន់มันមានទឹកភក់ច្រមច្រើនពេកនៅលើដីទួលនិងមានប្រភពទឹកនៅក្បែរនឹងផងដែរហើយចំណែកទីធ្លាលៃយ៉ាងណាឲ្យបានទីធ្លាទូលាយមានសម្រាប់មាន់ដើរវាំងស្បៃជុំវិញមានទីធ្លាឲ្យវាដើរធ្វើចលនានិងមិនឲ្យមាន់គេចូលមកយើងក៏ទៅគេដែរព្រោះការពារជំងឺឆ្លងមួយចំនួនធំដើម្បីឲ្យការចិញ្ចឹមមាន់បានរីកចម្រើននិងធានាសុវត្ថិភាពនោះកសិករត្រូវអនុវត្តតាមបច្ចេកទេសសំខាន់មួយចំនួនដូចខាងក្រោមសម្រាប់មេមាន់មួយក្បាលនិងកូនមាន់ពី15ទៅ20ក្បាលត្រូវការទំហំផ្ទៃដី1ម៉ែត្រកន្លះ
គុណនឹង1ម៉ែត្រកន្លះដូច្នេះបើចិញ្ចឹមមេមាន់20ក្បាលកសិករត្រូវមានដីប្រហែល60ទៅ80ម៉ែត្រការ៉េហើយដើម្បីឲ្យកូនមាន់មានចំនួនច្រើននិងចិញ្ចឹមបំពន់រហូតដល់ពេលលក់មានសុខភាពល្អកសិករត្រូវមានដីប្រមាណ100ទៅ120ម៉ែត្រការ៉េតើត្រូវធ្វើទ្រុងកូនមាន់អាយុពី1ទៅ30ថ្ងៃយ៉ាងដូចម្តេចដើម្បីឲ្យលូតលាស់ល្អធ្វើទ្រុងផុតពីដីកម្ពស់កន្លះម៉ែត្របាតទ្រុងអាចធ្វើពីរនាបឫស្សីនិងជញ្ជាំងអាចធ្វើពីបន្ទះឫស្សីឬសំណាញ់ដែកឬសំណាញ់នីឡុងបាតទ្រុងក្រាលអង្កាមឬកំទេចអាចរណាដើម្បីរក្សាកម្ដៅរហូតដល់កូនមាន់មានអាយុ30ថ្ងៃឬ1ខែទើបលែងឬដាក់ចេញពីទ្រុងជញ្ជាំងទ្រុងនិងពីលើទ្រុងព័ទ្ធដោយបាវឬក្រដាសដើម្បីរក្សាកម្ដៅពិសេសពេលយប់និងអាកាសធាតុត្រជាក់បញ្ជាក់នៅពេលកូនមាន់អាយុបាន30ថ្ងៃត្រូវបញ្ជូនទៅដាក់ក្នុងទ្រុងបំពន់រហូតដល់ពេលលក់ទ្រុងសម្រាប់មាន់ធំការចិញ្ចឹមមាន់មាន2យ៉ាងសំខាន់គឺចិញ្ចឹមលេងនិងចិញ្ចឹមដាក់ទ្រុងតែយើងត្រូវចិញ្ចឹមមាន់ក្នុងសន្តានទ្រុងទីធ្លាបិទជិតយ៉ាងដូចម្តេចសន្តានទ្រុងនេះគឺនៅពេលយប់បញ្ចូលមាន់ឲ្យដេកនៅក្នុងទ្រុងចំណែកឯពេលថ្ងៃប្រឡេកឲ្យដើរស៊ីក្នុងរបងសំណាញ់បិទជិតគុណសម្បត្តិនៃការចិញ្ចឹមរបៀបនេះគឺងាយស្រួលក្នុងការគ្រប់គ្រងងាយស្រួលក្នុងការផ្ដល់ចំណីនិងការថែទាំងាយស្រួលក្នុងការចាក់ថ្នាំការពារនិងការតាមដានជំងឺការពារការឆ្លងរាលដាលនៃជំងឺដែលឆ្លងរាតត្បាតពីខាងក្រៅការពារនិងរារាំងពីការបំផ្លាញដោយសត្វផ្សេងៗប៉ុន្តែត្រង់របៀបនេះត្រូវការចំណាយដើមទុនច្រើនក្នុងការសាងសង់និងធ្វើរបងព័ទ្ធជុំវិញសម្រាប់ឲ្យមាន់ដើរខាងក្នុងហើយម្យ៉ាងទៀតត្រូវចំណាយចំណីស្ទើរតែទាំងស្រុងសម្រាប់ផ្ដល់ឲ្យមាន់ស៊ីដើមនេះគឺយើងជីកដើម្បីអីគឺយើងជីកដើម្បីឲ្យមានសត្វល្អិតផ្សេងវាចម្រោកជាចម្រោកដើម្បីឲ្យមាន់ដែលយើងពាក់ចិញ្ចឹមពាក់កណ្ដាលត្រង់ពាក់កណ្ដាលប្លែកហ្នឹងដើម្បីឲ្យវាមកកាយស៊ីបាទដូចមានចង្រិតដូចជាកដោបដូចជាទឹកកៅដួងអីហ្នឹងណាបាទប៉ុន្តែមុនក៏យើងអាចមានស្រូវនេះបាទយើងបាចចោលណាបាចចោលទៅវាអាចអាស្រូវហ្នឹងមានដុះខ្លះហើយយើងយកទៅបើងបាទកំតិចកំទីអីផ្សេងយើងទៅបើងហ្នឹងបាទហើយដណ្ដើមហ្នឹងយើងជីកបាច់ធំទេត្រឹមតែ3ទឹក4ជ្រុងក៏បានដែរណាហើយជំរឿតាម2ទឹកអីបានណាបាទដើម្បីឲ្យមាន់នេះមកវាចូលចិត្តហើយអាពេលដែលឃើញចម្រាំងវាចូលចិត្តកាយបាទកាយវាអាចជួបកដោបជួបសង្រិតជួបអីដើម្បីជួយជំនួយថាជាអាហារូបត្ថម្ភមាន់មួយដែរណាឲ្យវាជួយឆាប់ធំលូតលាស់លឿនដែរវាមិនសំខាន់សង្ឃឹមទៅលើអាមាន់នោះចំណីយើងច្រើនពេកតែយើងកាត់បន្ថយកុំឲ្យចំណីហ្នឹងវាចុះលុយថវិការបស់យើងហ្នឹងណាបាទអញ្ចឹងដើម្បីឲ្យបានហ្នឹងជួយមួយចំនួនដែរហើយមួយទៀតបើសិនយើងបានទៅឡាច់អីបានសត្វតកៅបានកដោបអីយើងមានអាវើដូចនេះមកណាយកបាច់ឲ្យស៊ីក៏បានដែរបាទហ្នឹងក៏វាជួយចំណាយដែរគឺចំណីសត្វមាន់វាច្រើនហើយមានតាំងពីតកួនមានតាំងពីដើមចេកតាំងពីកតក់តាំងពីពោតចុងអង្គតបកលីបកនេះជាដើមហ្នឹងបាទហ្នឹងត្រូវការច្រើនហើយយើងការចាំមាន់បានជោគជ័យមិនថាចិត្តបាច់ត្រូវហើយចោលបាច់ត្រូវចោលទេត្រូវយើងមានធ្វើរបៀបហ្នឹងទៀតបាទហ្នឹងដើម្បីកាត់បន្ថយប្រាក់របស់យើងណាបាទហើយវាបានសត្វអត់នៅហ្នឹងបាទសត្វអត់ដូចជាកដោបដូចជាចង្រិតដូចជាកាឌីអីក៏វាអាចមានការឡើងខ្លះដែរបាទអញ្ចឹងបងអាចបានយល់ហើយពេលបងតឹងអាចធ្វើបានទេថ្ងៃក្រោយខ្លួនឯងអត់មានធ្វើអីខុសផងការចិញ្ចឹមមាន់ដាក់ទ្រុងបង្ខាំងគឺកូនមាន់ពឹងផ្អែកទាំងស្រុងទៅលើការផ្ដល់ចំណីឲ្យតម្រូវការចំណីនេះមានការកើនឡើងទៅតាមអាយុនិងទម្ងន់របស់វាមាន់ត្រូវការចំណីដែលមានគុណភាពសម្រាប់ទ្រទ្រង់រាងកាយការរីកលូតលាស់ផលិតកម្មស៊ុតនិងសាច់កូនមាន់តូចដែលមានអាយុពី1ថ្ងៃដល់45ថ្ងៃត្រូវការចំណីដែលមានគុណភាពល្អនិងមានគុណភាពខ្ពស់ដើម្បីការលូតលាស់របស់វាការចិញ្ចឹមមាន់ការផ្ដល់ចំណីពីតូចខ្ញុំឲ្យវាស៊ីចំណីសម្រាប់ចំណីក្របទីផ្សាររហូតដល់វាមានទម្ងន់ប្រហែលជា2ទៅ3ខាំខ្ញុំចាប់ដើមឲ្យវាស៊ីកន្ទក់ចុងអង្គពោត
អាចលើជាមួយដើមចេកឬក៏តកួននៅទៅបបរហើយបើមានលទ្ធភាពខ្ញុំទិញចំណីសម្រាប់នៅទីផ្សារបន្ថែមខ្លះទៀតបាទចំពោះមាន់ធំមានទម្ងន់ចាប់ពីកន្លះគីឡូឡើងទៅខ្ញុំប្រើពោតកន្ទក់ចុងអង្គនិងប្រើដើមចេកបុកវាឲ្យម៉ត់បើសិនជាមានត្រីទឹកសាបខ្ញុំអាចហាវាឲ្យស្ងួតហើយបុកវាបន្ថែមចំនួនចំណីទីផ្សារបាទចំពោះវិធានការអនាម័យជាទូទៅរាល់ព្រឹកខ្ញុំតែងតែបោសសម្អាតវាដោយប្រើអង្កាមឬក៏ផេះទៅបាចជះលើលិមួកវាហើយបោសសម្អាតឲ្យស្អាតចំពោះថ្នាំការពារវិញខ្ញុំប្រើថ្នាំពួកការពារមេរោគដោយបាញ់ព្រោះទៅលើទ្រុងនិងឧបករណ៍ចំណីឆ្នោកទឹកក្នុងចំណីជារៀងរាល់មួយសប្តាហ៍ទៅ10ថ្ងៃម្ដងដើម្បីការពារពពួកជំងឺឆ្លងដូចជាបាក់តេរីផ្សិតនិងវីរុសចំណីជាប្រភពដ៏សំខាន់សម្រាប់ផ្ដល់នូវថាមពលជាតិសាច់សារធាតុរ៉ែនិងវីតាមីនដែលធានាឲ្យមាន់មានសុខភាពល្អការលូតលាស់ធំធាត់លឿនការបន្តពូជល្អដូច្នេះក្នុងចំណីមាន់ត្រូវមានសមាសធាតុអ្វីខ្លះមាន់ត្រូវផ្ដល់នូវអាហារមានគុណភាពនិងគ្រប់គ្រាន់ដូចជាជាតិសាច់ថាមពលវីតាមីននិងសារធាតុរ៉ែក្រៅពីចំណីត្រូវផ្ដល់ទឹកឲ្យបានគ្រប់គ្រាន់ជាប្រចាំការការពារជំងឺមាន់ជំងឺមាន់ជាជំងឺសាហាវមានការរាលដាលខ្លាំងនិងបណ្ដាលឲ្យមាន់ងាប់ច្រើនហើយជំងឺភាគច្រើនជាជំងឺមិនអាចព្យាបាលបានដូច្នេះវិធីដែលល្អប្រសើរគឺការចាក់ថ្នាំការពារវ៉ាក់សាំងជាមុនលក្ខណៈទូទៅរបស់វ៉ាក់សាំងគឺវ៉ាក់សាំងជាថ្នាំសម្រាប់ការពារជំងឺមិនមែនជាថ្នាំសម្រាប់ព្យាបាលទេសត្វដែលអាចចាក់វ៉ាក់សាំងបានគឺនៅពេលដែលវាមានសុខភាពល្អវ៉ាក់សាំងមួយមុខអាចការពារជំងឺបានតែមួយមុខថ្នាំការពារខុសគ្នាមានវិធីប្រើខុសគ្នាថ្នាំការពារជំងឺដូចគ្នាតែផលិតដោយក្រុមហ៊ុនខុសគ្នាក៏អាចមានវិធីប្រើប្រាស់ខុសគ្នាដែរដូច្នេះគប្បីត្រូវដឹងឲ្យបានច្បាស់ពីវិធីប្រើប្រាស់និងកម្រិតប្រើប្រាស់វ៉ាក់សាំងនីមួយៗវ៉ាក់សាំងដែលនៅសល់ពីការប្រើប្រាស់ត្រូវដុតចោលអ្នកត្រូវកត់ត្រាថ្ងៃមានចំនួនមាន់ចាក់វ៉ាក់សាំងត្រូវចាក់ថ្នាំការពារដល់មាន់ទាំងអស់និងទៀងទាត់ទើបមានប្រសិទ្ធភាពអញ្ចឹងបងយើងបូមយើងនេះគឺជាវ៉ាក់សាំងញូកាសណាបាទជាវ៉ាក់សាំងញូកាសអញ្ចឹងយើងបូមថ្នាំពីបូមទឹកណាគេហៅទឹកនេះទឹកលាយបាទទឹកលាយណាយើងបូមមកអញ្ចឹងមកហើយបើយើងបាញ់បញ្ចូលហើយយើងធ្វើម៉េចយើងបាទក្លុកបាទហើយយើងមួយទៀតយើងបូមនេះទៀតយើងបូមពាក់កណ្ដាលទៀតដើម្បីបញ្ចូលព្រោះអាហ្នឹងយើងបាទអញ្ចឹងយើងបាញ់បញ្ចូលទៀតបាទយើងបាញ់បញ្ចូលយើងក្លុកបាទហើយថ្នាំនេះមិនឲ្យហួសពី1ម៉ោងទេបាទព្រោះតែ1ម៉ោងលើសបន្តិចទៀតអាចបានណាព្រោះអីបើសិនជាសល់ក៏ដោយត្រូវតែបោះចោលឬក៏កប់ឬក៏ដុតកុំឲ្យវាមាននៅកន្លែងនេះថាមិនសមរម្យបាទអញ្ចឹងយើងត្រូវបាញ់ថ្នាំនេះបញ្ចូលមកវិញដើម្បីបន្តណាគឺវាយល់របៀបចាក់មាន់គឺយើងចាំអញ្ចឹងណាបាទកូនមាន់ក៏ដោយបាទដើម្បីយើងបន្តវាហើយយើងដៃយើងកាន់ចេះណាឃើញទេអញ្ចឹងហើយកុំឲ្យពិបាកមាន់2នាក់អីពិបាកចាក់យើងចាក់តែម្នាក់យើងបន្តចំោះចេះណាអញ្ចឹងណាបាទហើយម្ខាងទៀតមកឃើញទេបាទណាបាទហ្នឹងលើកមួយហើយទឹកមួយណាបាទមួយទៀតវិធីមួយទៀតបាទមួយទៀតមាត់បាទយើងចង់ពិបាកបន្តចំោះពេកបាទយើងអាចដាក់ភ្នែកក៏បានដែរណាបាទញ៉េបាទតាមគាត់ឲ្យកាន់មួយបាទអញ្ចឹងបានឃើញស្រួលចាប់ទេបងហើយដល់ពេលយើងនេះគឺជាវ៉ាក់សាំងអសន្នរោគបាទវ៉ាក់សាំងនេះអត់បាច់ត្រាំតកកទេបាទយើងអាចទិញមកទុកចាក់ដល់ខ្លួនឯងបានពេលដល់ក្រោយពីខ្ញុំបង្ហាញទៅឲ្យបានចេះចាក់ទៅយើងចេះចាក់ខ្លួនឯងបាទអញ្ចឹងត្រូវតែចេះចាក់ខ្លួនឯងជួយបង្ហាញមើលបង្ហាត់ពីការចាក់អញ្ចឹងគេហៅជំងឺវ៉ាក់សាំងអសន្នរោគបាទបើយើងទៅទិញទៅផ្សារគេថាវ៉ាក់សាំងអសន្នរោគដាក់តកកបាទអាហ្នឹងបើន័យថាវាអត់មានតកកទេយើងអាចទុកបានអញ្ចឹងយើងមកមាន់មួយក្នុងមកមាន់មួយនេះធំយើងដាក់មកសេចាប់ពី1គីឡូឡើងណាប៉ុន្តែបើសិនជាមាន់តូចចាប់ពីកន្លះគីឡូឡើង6 7ខាំឡើងយើងដាក់កន្លះសេណា
bà lên chập đam bồn đó bà những bồn nằm lần tới những mưa tới nó cho rạng tàu chắc đó bà coi nhé bà năng nó dương chạm bà chạm mòn máu bà chi chạm món chi chạm chưa không món pan mang cái đó mà cả lô đó chi cả lô đây vòng chặt là chân bà hỏi dương chạm lại nè dương chạm phải đâm trúng đó bà phơi cái bán phải đâm trúng màn phân đại dương nó chạm một phốt cứ dương chạm phải đâm trúng đi bà dương mới vậy mình cả dương chạm mình từ đó chạm che hoáng đó hay còn dương chạm thật chân che đà dân mới khơi chẳng mòn chẳng bà chắc dương chạm đang chạm chụp cọp chẳng đó bà hãy dương chạm mình nè bà coi nhé bà dương chạm tới hãy dương banh thằng nào mới tới bà trắng nó bóng bà tục mùi mua tiết trong phòng 2 thấy mua tiết mà chăm bong chạm hồi này bà chắc dương mưa dương tiệp tới khai cái mọi bà này bà nó phải ăn chay về bao khơi mòn là mòn dương thừa hai hương ăn chay với bà là đang phải ăn chay phải ngay lại nữa bà chắc dương còn tiệp với ở mới phật bị nắng dương chạm này dương cặp một rồi dương chạm này dương còn tay giấc nó đó còn phải bị chư ở đây hai dương banh cho nằm làm đòn nè bà dương banh cho nằm tới không đơn vị mồm từ ở dưới phải lên kìa ở nông mà tích mình bà miền phiệt xòm nên hai chủng vạ sáng san rô bà vạ san rô bà môi tự vạ sáng như bên tràn dáng vạ sáng sa yuka san rô ọt ở dưới nè bà như thường món chắp đi pan lang tử nè bà bánh chét nó cần này món tục sầm rập vừa mế nặng bé trời chạ rầm lực làm vĩnh ráp tới cả mùi thèm mà đón chừng như nhiều cá asana rốt nâng rồi liệt lấy đằng hào xong bánh chét thá bắt bị sót nâng ca chừng chấm món tam lẹ cả nạp và trái cái tết hàng lời ní cứ dương bàn từ tua là tập hợp chụp chay được một hói để chia cả sĩ có ăn bọt tam và trái cái tết được hàng lứa nâng sinh khâm thà bụ quát nâng từ tua bàn chụp chay được cả chừng chấm hói nâng miên chụp hiệp thu thía can tay và xà lành